រៀបសួរបងប្អូនថ្ងៃនេះយើងមកសាកធ្វើជាញ៉ាំនៅផ្ទះដែលគ្រឿងផ្សំនោះមានដូចជាម្សៅបំពងម្សៅខ្សាយជាមួយនឹងទឹកដោះគោស្រស់ហើយជញ្ចេកទុំយើងថែមជាមួយនឹងពងមាន់ចំនួន2គ្រាប់ទៀតដើម្បីម្សៅយើងមានរសជាតិឆ្ងាញ់ណាអញ្ចឹងឥឡូវយើងចាប់ផ្ដើមលាយម្សៅរបស់យើងគឺយើងចាក់ម្សៅចូលគ្នាអញ្ចឹងទៅមានម្សៅបំពងហើយនិងម្សៅខ្សាយហើយយើងថែមជាមួយនឹងពងមាន់ហើយសម្រាប់បងប្អូនដែលគាត់មានខ្ទិះដូងគឺគាត់ដាក់ខ្ទិះដូងប៉ុន្តែសម្រាប់នាងខ្ញុំអត់បានដាក់ខ្ទិះដូងទេគឺយើងអាចប្រើទឹកដោះគោស្រស់ជំនួសបានណាបងប្អូនអញ្ចឹងយើងចាប់ផ្ដើមធ្វើការវាយម្សៅហ្នឹងហើយខ្ញុំថែមនៅអំបិលម្ជិបជាមួយនឹងស្ករម្ជិបណាបងប្អូនហើយនៅក្នុងវីដេអូនេះនាងខ្ញុំអត់បានថតបង្ហាញយើងដាក់ល្ងខ្មៅនឹងទេជាស្ដែងគឺយើងត្រូវដាក់ល្ងខ្មៅបន្តិចដើម្បីយកក្លិនឈ្ងុយណាបងប្អូនអញ្ចឹងយើងចាប់ផ្ដើមលាយម្សៅនឹងឲ្យចូលគ្នាវាយឲ្យចូលខ្លាយជាសាច់ម្សៅតែមួយណាបងប្អូនតទៅពីយើងវាយម្សៅនឹងចូលគ្នាបានសាច់តែមួយល្អហើយណាបងប្អូនយើងមើលបរិមាណសមល្មមកុំរាវពេកកុំខាប់ពេកហ្នឹងអញ្ចឹងគឺយើងទៅធ្វើចេករបស់យើងអញ្ចឹងធ្វើចេកហ្នឹងគឺខ្ញុំធ្វើលក្ខណៈយើងអាចធ្វើនៅផ្ទះញ៉ាំបានណាគឺលក្ខណៈសាមញ្ញមែនទែនគឺតាំងពីដើមគឺខ្ញុំឃើញប៉ាម៉ាក់របស់ខ្ញុំពេលគាត់ធ្វើចេកជៀនឲ្យកូនញ៉ាំអញ្ចឹងគឺគាត់គ្រាន់តែយកថង់អញ្ចឹងទៅថង់ស្អាតមួយហើយយើងដាក់ចេកពីក្នុងហើយយើងយករបស់ធ្ងន់ឬមួយក៏កបិតយើងសកត់ពីលើបានណាបងប្អូនយើងសកត់ឲ្យចេកហ្នឹងវារៀងសំប៉ែតហើយឡើងវែងណាបងប្អូនទៅយើងទម្លាក់ចូលទៅក្នុងម្សៅដើម្បីយើងត្រៀមចៀនអញ្ចឹងអាហ្នឹងខ្ញុំធ្វើមូលហើយចេកយើងទុំដែរតែបើសិនជាបងប្អូនអត់ចូលចិត្តចេកទុំខ្លាំងគឺយើងយកចេកទុំល្មមរៀងស្ទើហ្នឹងគឺឆ្ងាញ់ជាងហើយយើងអាចពុះចេកហ្នឹងជា2បានណាបងប្អូនប៉ុន្តែសម្រាប់នាងខ្ញុំគឺអត់បានពុះចេកជា2ដោយសារខ្ញុំចូលចិត្តលក្ខណៈជាលក់ម្សៅទៅតិចទេគឺយើងចូលចិត្តញ៉ាំរសជាតិចេកច្រើនជាងណាបងប្អូនអញ្ចឹងគឺយើងបន្តធ្វើអញ្ចឹងរហូតទៅយើងទម្លាក់ចេករបស់យើងចូលទៅក្នុងឆ្នើកធុនម្សៅរបស់យើងណាដើម្បីបងប្អូនកុំឲ្យខាតពេកអញ្ចឹងម្លងពេលដែលយើងសកត់ចេកហ្នឹងយើងដាក់ខ្ទះជាមួយនឹងប្រេងឆារបស់យើងក្តៅមកហើយយើងចាប់ផ្ដើមស្រង់ចេកយើងដាក់ចូលទៅក្នុងខ្ទះហ្នឹងហ្មងទៅណាបងប្អូនហើយយើងយកចង្កឹះប្រែត្រឡប់ទៅត្រឡប់មកអញ្ចឹងកុំឲ្យខ្លោចពេកពីព្រោះខ្លោចពេកអត់ស្អាតហើយអត់ឆ្ងាញ់ទៀតបងប្អូនអញ្ចឹងខ្ញុំធ្វើមាន2រូបរាងអញ្ចឹងអានេះគឺចេកហ្នឹងចេករាងទុំខ្លាំងខ្ញុំអត់បានពុះជា2ទេខ្ញុំដាក់ទាំងមូលធំអញ្ចឹងណាបងប្អូនហើយយើងជ្រលក់ម្សៅតិចពីព្រោះយើងចង់ញ៉ាំរបៀបដូចថាចង់ញ៉ាំរបៀបថាចេកច្រើនជាងម្សៅអញ្ចឹងណាអានឹងយើងធ្វើលក្ខណៈញ៉ាំនៅផ្ទះបងប្អូនហើយសម្រាប់បងប្អូនដែលចូលចិត្តម្សៅច្រើនអញ្ចឹងបងប្អូនអាចដាក់សាច់ម្សៅឲ្យច្រើនគឺយើងជ្រលក់ចេកត្រាំទុកឲ្យយូរក្នុងនំបន្តិចទៅចេកនិងម្សៅវានឹងជាប់គ្នាច្រើនឬមួយគឺយើងពេលដែលយើងដាក់ចេកចូលក្នុងខ្ទះអញ្ចឹងគឺបងប្អូនដួសម្សៅនឹងស្លាបព្រាឬក៏វែកហ្នឹងយើងដួសមកចាក់ពីលើចេករបស់យើងនៅក្នុងខ្ទះហ្នឹងអញ្ចឹងហ្មងណាវិធីធ្វើចេកជៀនរបស់នាងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសូមជួយ like និង subscribe ខ្ញុំមួយផងអរគុណច្រើនជំរាបលា